បាទជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់ថ្ងៃនេះខ្ញុំសូមមកធ្វើវីដេអូបង្កើតសិស្សដាក់សកម្មទៅជាសកម្មមានន័យថាសិស្សដែលយើងបានលុបឈ្មោះពីដើមឆ្នាំដែលថាគាត់ជប់រៀនហើយប៉ុន្តែឥឡូវនេះគាត់មកចុះឈ្មោះវិញហើយយើងបានលុបឈ្មោះគាត់ហើយអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីចុះឈ្មោះគាត់បានវិញបាទកន្លែងហ្នឹងក៏ពិតទៅយើងបដូរមកជាសកម្មទៅជាអាសកម្មមកជាសកម្មវិញវាអត់មានន័យទេវាគ្រាន់តែយើងបដូរលេខអត្តលេខរបស់គាត់តែប៉ុណ្្នឹងឯងនៅពេលដែលយើងចុះឈ្មោះទៅគឺប្រព័ន្ធវានឹងប្រាប់បញ្ជាក់យើងថាស្ទួនលេខស្ទួនអត្តលេខសិស្សហ្នឹងអញ្ចឹងមានន័យថាបើយើងចង់ឲ្យសិស្សហ្នឹងមានឈ្មោះឡើងវិញលុះត្រាតែយើងនឹងបដូរអត្តលេខសិស្សបាទអញ្ចឹងឧទាហរណ៍ថាយើងចូលទៅកន្លែងរដ្ឋបាលចូលទៅកន្លែងសិស្សហើយបញ្ជីបាទអញ្ចឹងពេលដែលយើងចុះឈ្មោះសិស្សហ្នឹងឧទាហរណ៍សិស្សហ្នឹងវាជួបថ្នាក់ទី6អញ្ចឹងយើងចូលមកដល់ក្នុងប្រព័ន្ធហ្នឹងយើងចូលកន្លែងបញ្ជីហ្នឹងគឺយើងត្រូវដាក់ថ្នាក់ទី6បាទបើយើងចុះថ្នាក់ណាយើងដាក់ថ្នាក់ហ្នឹងបើយើងអត់ select ថ្នាក់ហ្នឹងទេហើយយើងចុះទៅគឺវាអត់បានផលដែរវាទៅថ្នាក់ដែលយើងអត់បានដូរវាហ្នឹងបាទเราដាក់ថ្នាក់ទី3ទៅមកចុះឈ្មោះថ្មីវានៅក្នុងថ្នាក់ទី3បាទប៉ុន្តែយើងអាចបដូរបាននេះកន្លែងនេះយើងអាចបដូរថ្នាក់បានអីទៅអញ្ចឹងមកចូលថ្នាក់ទី6ខ្ញុំដាក់ចុះឈ្មោះថ្មីមកបាទអញ្ចឹងខ្ញុំដាក់សិស្សឈ្មោះថ្មីរបស់ខ្ញុំលួនរស្មីភេទស្រីកើតថ្ងៃ31ខែ10 2015បាទអត្តលេខខ្ញុំដាក់អត្តលេខចាស់ទីហោអញ្ចឹងទីកន្លែងកំណើតរបស់គាត់ស្ដែងសង្វើយទីក្រែងសៀមរាបទីកន្លែងកំណើតរបស់គាត់សាយើងអត់មានយើងមិនដាក់ទេបាទយើងរួលមកក្រោមមកយើងដាក់មកកន្លែងនេះផងព័ត៌មានសិក្សានេះគាត់ជាសិស្សបឋមហើយថ្នាក់ទី6ថ្នាក់គឺថ្នាក់ទី6ដែរបាទអញ្ចឹងថ្នាក់ទី6យើងមានតែមួយកម្រិតអញ្ចឹងយើងអត់មានអីជ្រើសរើសច្រើនទេបាទយើងរក្សាទុកទៅពេលរក្សាទុកប្រព័ន្ធវាលោតបែបនេះបាទសិស្សដែលអាចស្ទួនបាទអញ្ចឹងនោះរស្មីដែលយើងចុះហ្នឹងយើងធ្លាប់ជាសិស្សអសកម្មហើយអញ្ចឹងយើងបានលុបចោលហើយប៉ុន្តែយើងមកគាត់ត្រឡប់មករៀនវិញអញ្ចឹងយើងយកពាក្យបង្កើតអញ្ចឹងខ្ញុំទទួលស្គាល់ហើយចង់បន្តសកម្មភាពអញ្ចឹងយើងអូខេមកយើងរក្សាទុកតែវាប្រាប់យើងអត្តន័យស្នើមិនត្រឹមត្រូវទេព្រោះអត្តលេខហ្នឹងវា935ជាសិស្សឈ្មោះនួនអត់ស្រីថ្នាក់ទី5ឆ្នាំសា2004ឡើងថ្នាក់ទី6អញ្ចឹងអសកម្មអញ្ចឹងកន្លែងហ្នឹងលោកគ្រូថាជិះមិនសេវត្តបានបាទមូលហេតុគឺយើងបិទមកវិញមកបាទមូលហេតុហ្នឹងគឺមកពីអត្តលេខវាមិននេះអញ្ចឹងសូមបញ្ជាក់ដល់លោកគ្រូអត្តលេខ935ហ្នឹងគឺរបស់នួនរស្មីហ្នឹងហើយអញ្ចឹងបើចង់ឲ្យនួនរស្មីទៅជាសកម្មលោកគ្រូទៅបិទមកវិញមកហើយបិទមកវិញមកលោកគ្រូនេះចំណុចសំខាន់គឺលោកគ្រូទៅដូរលេខអត្តលេខហ្នឹងមានន័យថាយើងចុះបន្តសិស្សថ្មីនឹងយើងត្រូវចុះបន្តយើងអាចដាក់អត្តលេខចាស់របស់គាត់បានទេបើលោកគ្រូដាក់អត្តលេខចាស់មានន័យថាវានឹងស្ទួនសិស្សឆ្នាំឈ្មោះដដែលមានន័យថាប្រព័ន្ធវាចាប់វាឲ្យយើងដាក់ឈ្មោះដដែលហើយស្លែអត្តលេខដដែលបាទដោយសារយើងដាក់សិស្សនឹងអសកម្មអញ្ចឹងកន្លែងនេះសូមបញ្ជាក់លោកគ្រូនឹងសារខ្ញុំអត់បាននេះទេអញ្ចឹងលោកគ្រូចង់ដូរទៅដូរឧទាហរណ៍ថាតើសិស្សដែលមានអត្តលេខចុងក្រោយបំផុតហ្នឹងលេខប្រមាណលោកគ្រូដាក់បន្តពីហ្នឹងមកបាទព្រោះឲ្យលោកគ្រូដាក់រក្សាទុកនោះវានឹងចូលក្នុងប្រព័ន្ធរបស់លោកគ្រូតែម្ដងវាឲ្យយើងជ្រើសរើសបង្កើតអីគ្រីសអីទៀតទេបាទនេះជាចំណុចការបង្កើតសិស្សអសកម្មទៅជាសកម្មអញ្ចឹងខ្ញុំមានវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់លោកគ្រូអីអាច comment បានក្នុង YouTube របស់ខ្ញុំឬជួយ Subscribe YouTube ខ្ញុំដើម្បីបានវីដេអូថ្មីៗដែលលោកគ្រូមានបញ្ហាលោកគ្រូអាច
comment បានក្នុងក្រោមវីដេអូរបស់ខ្ញុំហ្នឹងដើម្បីខ្ញុំធ្វើវីដេអូជូនបាទសូមអរគុណ